បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការគ្រប់គ្រងកុំព្យូទ័រដោយយើងចង់ដឹងថាក្នុងកុំព្យូទ័ររបស់យើងហ្នឹងមានអ្នកគ្រប់គ្រងណាខ្លះឬក៏មានអ្នក hacker ណាចូលទៅអាស្រ័យក្នុងកុំព្យូទ័ររបស់យើងណាអញ្ចឹងយើងចង់ចូលទៅមើលតើតើកុំព្យូទ័ររបស់យើងបាទថាមាន user ណាខ្លះគ្រប់គ្រងនៅក្នុងហ្នឹងអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅប្រើប្រាស់តាមរបៀបនេះបានអូខេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើប៊ូតុង start ហើយបូកជាមួយនឹងអក្សរ O បាទអញ្ចឹងមកវានឹងចេញផ្ទាំងបែបនេះមកហើយអ្នកទាំងអស់គ្នាវាយពាក្យ command ដូចតាមនេះមកនេះអូខេ net អូខេនេះ p l w i z បាទវាយតាមនឹងមកអូខេខ្ញុំទៅមកអ្នកទាំងអស់គ្នាចុចទៅពាក្យ OK ចឹងអ្នកទាំងអស់គ្នានឹងឃើញនៅក្នុង user account របស់យើងចឹងក្នុង user account នេះគឺមានតែ user មានតែមួយទេគឺតាក់ទងនឹង Kevin រៀនចឹងតាក់ទងនឹង administrator ចឹងបើសិនជាមាន user ណាដែលចូលទៅក្នុងហ្នឹងគ្រប់គ្រងតាក់ទងនឹងកុំព្យូទ័ររបស់យើងគឺវានឹងបង្ហាញខាងក្រោមនេះអញ្ចឹងបើសិនជាមានអីយើងអាច remote បានយើងអាចចុច remote អីបានអញ្ចឹងណាបាទឬក៏យើងអាចបើសិនជាក្នុងកុំព្យូទ័ររបស់យើងហ្នឹងមាន user ផ្សេងទៀតអញ្ចឹងជា user standard មិនមែនជា user administrator អីទេអញ្ចឹងយើងអាចកំណត់សិទ្ធិឲ្យគាត់អីបានបាទអញ្ចឹងយើងអាចចូលមកកំណត់នៅក្នុង property នឹងបាន click ទៅលើ user មួយណាដែលយើងចង់កំណត់ទៅបាទអូខេអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទ